ណែអ្នកនាងតើអ្នកនាងប្រញាប់មែនទេអាចយកឆាកនេះទៅប្រើសិនបានណាអូឥឡូវយកមកឲ្យខ្ញុំមែនណាបាទខ្ញុំឃើញអ្នកនាងដូចជាប្រញាប់ទៅណាប៉ុន្តែមិនភ្លៀងអញ្ចឹងឃើញអ្នកនាងអត់មានឆាកក្រែងចេញទៅអត់កើតហ្នឹងណាចាអរគុណហើយអញ្ចឹងអូនោះមានអ្នកមកយកខ្ញុំល្មមអញ្ចឹងឆាត់នេះខ្ញុំទទួលយកសិនហើយណាឯងស្មានតែគេប្រញាប់ទៅណាតាមពិតគេចាំសង្សារគេជិះឡានមកយកសោះតែមិនអីទេសម្រាប់ស្រីស្អាតចិត្តល្អដាក់បន្តិចក៏មិនខាតដែរនេះកូនទាំងពីរមកដល់ហើយឯកូនចាម៉ែថ្ងៃនេះមិនដឹងជាយ៉ាងម៉េចទេមេឃក្តៅសុកសុកក៏ទៅជាភ្លៀងសំណាងហើយដែលបានបងប្រុសយកឡានទៅយកកូនកុំអីត្រូវឈួរចាំរងាស្រាប់ហើយនិយាយចឹងពេលដែលបងទៅយកឯងបងឃើញម្នាក់ប្រុសនោះឈរនិយាយជាមួយនឹងជាអ្នកណាគេហ៎បងដូចជាមិនដែលឃើញសោះអូគាត់ប្រហែលជាឃើញខ្ញុំឈរចាំទឹកភ្លៀងយូរពេកគាត់ក៏យកឆាត់មកឲ្យខ្ញុំខ្ចីទៅគាត់មានចិត្តល្អណាស់តែដឹងអីបងក៏មកដល់ភ្លៀងតែម្ដងហើយសួរនឹងក្នុងចិត្តគិតអីនឹងបងប្រុសមានម៉េចធម្មតាទេគេជាស្រីស្អាតទោះជាទៅដល់ទីណាក៏មានអ្នកយករបស់ឲ្យដែរធម្មតាទេកើតមកជាស្រីស្អាតគឺលោអញ្ចឹងហើយបានហើយជប់និយាយគ្នាទៀតទៅឆាប់នាំគ្នាទៅងូតទឹកនឹងអាបានមកញ៉ាំបាយជុំគ្នានៅកន្លែងបកាយគ្នានឹងហើយពួកឯងនេះពុកហើយស្មាននេះហើយពុកនៅមិនទាន់សម្រាប់ទៀតទេពុកថ្ងៃនេះរឿងយកបន្តិចដោយសារតែមានភ្ញៀវពិសេសគេមកសុំជួលកន្លែងកូននិយាយជជែកគ្នាពីការងារព្រោះគេថាហាងកាហ្វេកូននឹងគឺអារម្មណ៍ស្រស់ស្រាយទៅជាចិត្តហ្នឹងណាពុកពុកដេកមិនលក់ទេបើកូនប្រុសពុកមិនទាន់ត្រឡប់មកវិញនោះមិនអីទេពុកថ្ងៃក្រោយពុកសម្រាប់មុនចោះកុំចាំកូនអីប្រយ័ត្នប៉ះពាល់សុខភាពណាពុកនិយាយចឹងឮថាព្រឹកមិញពុកថាដូចជាចត់សរសៃឥឡូវតើពុកបាញ់ធូរហើយឬនៅពុកព្រឹកមិញពុកឈឺតិចតិចទេតែដល់ល្ងាចដូចជាឈឺរៀងខ្លាំងដែរនឹងកូនហើយពុកមិនបានជាមិនខលប្រាប់កូនកូននឹងបិទហាងមកមើលពុកភ្លាមមិនអីទេកូនពុកមិនចង់ឲ្យកូនខាតពេលវេលារកប្រាក់ទេកូនណាមួយខ្លាចកូនដាច់មួយដែលធ្លាប់មកទិញនឹងណាកូនពុកកុំគិតអីចឹងគ្មានអ្វីដែលសំខាន់ជាងពុកទេណាពុកលុយអាចរកបានតាមក្រោយទៀតថ្ងៃក្រោយពុកកុំគិតបែបនេះទៀតណាពុកឥឡូវកូនជិះទៅរកទិញថ្នាំសិនអ្នកគ្រូពេទ្យជួយផ្សំថ្នាំជាប់សរសៃចង្កេះឲ្យពុកខ្ញុំបន្តិចបងអ្នកគ្រូគាត់ទៅតែជាប់ចង្កេះព្រឹកមិញហ្នឹងប្រហែលជាគាត់អោនងើបលឿនពេកទៅបណ្ដាលឲ្យគាត់ជាប់បែបនេះនេះបងអូនថ្នាំចាំឲ្យគាត់ពិសាតាមការណែនាំលើកញ្ចប់ហ្នឹងទៅណាបងអូនអេបងនេះបងនៅចាំខ្ញុំបានអត់ហ្នឹងគឺជាម្នាក់ដែលបងបានឲ្យឆាត់មកខ្ញុំខ្ចីនៅមុខហាងកាហ្វេនោះអីបាទចាំតើចុះអ្នកនាងមានកាយជាមួយនឹងខ្ញុំមែនអត់ទេគ្រាន់តែថាឆាត់ដែលបងឲ្យខ្ញុំខ្ចីនោះខ្ញុំមិនទាន់បានយកមកសងបងតែចៃដន្យអីក៏បានជួបបងនៅទីនេះទៀតឆាត់នោះនាងទុកប្រើចោះខ្ញុំមិនយកវិញទេបើអស់ការឲ្យខ្ញុំទៅវិញហើយចឹងនេះបងស្អប់ខ្ញុំមែនបានជាមិនចង់និយាយជាមួយខ្ញុំអញ្ចឹងអត់ទេមិនបានស្អប់ទេតែនេះវារៀងយប់ហើយពុកខ្ញុំគាត់ចាំនៅឯផ្ទះចុះតែខ្ញុំអាចស្គាល់ឈ្មោះបងផងបានទេស្គាល់ធ្វើអីថ្ងៃក្រោយមិនដឹងថាបានជួបគ្នាទៀតឬមួយក៏អត់ផងហ្នឹងមិនបាច់ទេខ្ញុំលាសិនហើយព្រោះប្រញាប់ណាស់សម្លាញ់ឲ្យកាហ្វេទៅដល់កូនគ្នាពីរកែវមកចាំបន្តិចចឹងនិយាយចឹងសង្សារឯងច្រើនអ្នកដូររហូតឯងមិនខ្លាចប្រទេសភ្លើងបុកគ្នាទេអីហ៎
អីទេគ្នាចេះចាត់ចែងហើយមនុស្សប្រុសតើតែអញ្ចឹងបានជាមនុស្សប្រុសមានលក្ខណៈនិយាយអញ្ចឹងបើឯងឃើញសង្សារគ្នាមកជួយរកកន្លែងឲ្យយើងអង្គុយផងគ្នាទៅបន្ទប់ទឹកមួយផ្លែអូខេសួស្តីបងសុំកំងកាហ្វេមួយមកបង បាទអេនេះគឺអ្នកនាងដែលជួបកាលពីថ្ងៃមុនតើហើយអ្នកនាងមកតែម្នាក់ឯងទេមែន អូកាប៉ាបងជាម្ចាស់ហាងកាហ្វេនៅទីនេះមែនទេចាពេលនេះម្នាក់ឯងតែតិចទៀតសង្សារខ្ញុំគាត់មកដល់ដែរហើយគាត់ដាក់ខ្ញុំជួបនៅទីនេះហើយនិយាយអញ្ចឹងបងបាក់នៅទីនេះយូរនៅ បាទខ្ញុំបើករៀងយូរដែរហើយហើយអូនមកដល់យូរហើយមែនហ្នឹងមិញបងជាប់ទៅបន្ទប់ទឹកបងបានប្រាប់សំណាងដែរថាឲ្យគេចាំទទួលអូនផង សំណាងជាអ្នកណាគេបង អូគេគឺជាមិត្តភក្តិបងគេជាម្ចាស់ហាងកាហ្វេនៅទីនេះណា អូអញ្ចឹងតែមែនបងសុំកាហ្វេមួយហើយតែទឹកដោះគោមួយមកសម្លាញ់អូខេសូមចាំមួយផ្លែតណាការនេះអូនពេញចិត្តអត់បងជូនអូនដោយក្តីស្រឡាញ់ណា ចាពេញចិត្តណាស់បងហើយបងស្រឡាញ់អូនខ្លាំងអត់បងសម្បត្តិតាចុះគាត់កំពុងតែនិយាយជាមួយនឹងអ្នកណាហ្នឹងមានទាំងការផងពិតជាបងសម្បត្តិមែនហើយនេះនាងជាអ្នកណាបានជាមកគេកើតគ្នាសម្បត្តិម្លេះថែមទាំងមានបាច់ផ្កាទៀត ហើយមិនក៏អូននៅទីនេះដែរអញ្ចឹងហើយមិនប្រាប់បងមុនអញ្ចឹងអូន ខ្ញុំសួរថានាងជាអ្នកណាកុំមកនិយាយបង្វែរច្រើន ណែនាងគឺជាហើយមិនលាក់បាំងនឹងអូនទេនាងគឺជាសង្សារបងប៉ុន្តែអូនអាចស្ដាប់បងបកស្រាយសិនបានអត់ ត្រូវហើយខ្ញុំជាសង្សារគាត់ពួកយើងស្រឡាញ់គ្នា3ខែហើយចុះនាងជាអ្នកណាជាសង្សារនឹងគ្នាមែនទេអូខេអញ្ចឹងយើងឡើងជាវ័យនឹងគ្នាទៀតហើយស្ដាយណាស់ដែលខ្ញុំខំស្រឡាញ់មនុស្សថោកទាបដូចជាលោកឯង អូសុំទោសផងអ្នកនាងតើអ្នកនាងកាត់អីអត់ហ្នឹង មិនបាច់ធ្វើជានិយាយសួរនាំល្អទេលោកគឺជាមិត្តភក្តិនឹងគ្នាសប្បាយណាស់មែនទេដែលរងកំណត់គ្នាបបប្រាស់គ្នាបែបនេះម្នាក់សុទ្ធតែមនុស្សអាក្រក់ ឃើញទេគ្នាប្រាប់ហើយមិនជឿខ្មាស់គេអញ្ចឹងឯងនេះលំមុំឈប់ធ្វើអញ្ចឹងទៀតទៅចុះឯងឃើញនាងមកមិនក៏មិនជួយប្រាប់គ្នាផងវ៉េអត់ចេះជួយជោគជួយចែវមិនសោះពេលជប់ទុកឥឡូវខ្មាស់គេពេញតែហាងតែម្ដងទេឲ្យគ្នាទៅចាំជួយធ្វើមើលតែគ្នានឹងសន្តិសុខហើយមនុស្សច្រើនណាស់អ្នកណាទៅបានមើលអស់នោះហ៎ ហើយបងឯងខ្វល់ម៉េះក្រែងបងឯងថាស្រឡាញ់ខ្ញុំជាងគេហើយឥឡូវបងប្រុងទុកខ្ញុំឲ្យដូចជានាងដែរមែនខ្ញុំប្រាប់ខ្ញុំមិនដូចជានាងឲ្យអ្នកណាមកដណ្ដើមបានងាយនោះទេឬអត់បង បាទអូន អ្នកនាងហើយមិនបានជាមកអង្គុយតាមម្នាក់ឯងបែបនេះនេះម៉េងក៏ចិត្តភ្លៀងហើយដែរតាឡើងម៉ូតូជាមួយខ្ញុំមកចាំខ្ញុំជូនទៅផ្ទះណា មិនបាច់មកខ្វែ
យគាត់ពីខ្ញុំទេខ្ញុំមិនត្រូវការមនុស្សដូចជាពួកលោកទេសប្បាយណាស់មែនដែលចូលចិត្តធ្វើបាបមនុស្សស្រីបែបនេះ អត់ទេមកពីនាងមិនព្រមស្ដាប់ខ្ញុំបកស្រាយអ្វីតែបើតែខ្ញុំនេះជាមិននឹងគ្នាមែនតែចិត្តខ្ញុំមិនសាវ៉ាដូចចឹងឯណាខ្ញុំស្មោះណាស់ខ្ញុំជាមនុស្សប្រុសដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បានណាស់ដឹងអត់ ក្បើមណាស់និយាយសម្ដីហួសមានហើយតែដឹង មិនបានហួឯណាណែមិនលាក់បាំងអីទេខ្ញុំឃើញមិត្តខ្ញុំគេធ្វើបាបអ្នកនាងបែបនេះខ្ញុំក៏មានអារម្មណ៍ថាខឹងដែរតែមិនហ៊ាននិយាយប្រាប់អ្នកនាងទេព្រោះខ្ញុំគិតថាវាជារឿងផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនហ៊ានលូកមាត់ចូលទេ ត្រូវហើយព្រោះតែលោកសុខចិត្តបាត់ភ្នែកបាត់ទេធ្វើទង្វើបែបនេះឥឡូវលោកឃើញខ្ញុំកំពុងតែក្រំចិត្តអញ្ចឹងលោកសប្បាយចិត្តហើយមែនទេ អត់ទេអ្នកណាថាខ្ញុំសប្បាយចិត្តពេលដែលឃើញការដ៏ស្រស់ស្អាតបែបនេះមកត្រូវជាស្រពោននោះខ្ញុំពិតជាចង់ជួយអ្នកនាងខ្លាំងណាស់ចុះបើសិនជាខ្ញុំសូមធ្វើជាអ្នកស្អំបេះដូងឲ្យតើអ្នកនាងប្រកាន់ខំនឹងខ្ញុំដែរអត់ ហេតុអីក៏និយាយបែបនេះ តាមពិតខ្ញុំបានលួចចាប់ចិត្តអ្នកនាងតាំងពីជួបនៅពេលភ្លៀងម្លេះតែខ្ញុំឃើញមានមនុស្សប្រុសជិះឡានមកយកអ្នកនាងខ្ញុំស្មានតែជាសង្សារតាហើយពេលដែលអ្នកនាងមកជាមួយមិត្តខ្ញុំប្រាប់ថាជាសង្សារទៀតខ្ញុំក៏មានអារម្មណ៍ថាឈឺចាប់ដែរដែលបានលួចស្រឡាញ់អ្នកនាងតែម្នាក់ឯង នេះបងនិយាយពិតមែនអត់ហ្នឹង បាទពាក្យដែលខ្ញុំនិយាយបាញ់មិញនេះគឺសុទ្ធតែជាការពិតទាំងអស់ខ្ញុំបានចាប់ចិត្តលួចស្រឡាញ់អ្នកនាងតាំងពីជួបលើកដំបូងហើយក៏ខកចិត្តតាំងពីដំបូងដែរ ការពិតពេលនោះខ្ញុំក៏លួចមានចិត្តលើបងតិចតួចដែរព្រោះខ្ញុំឃើញបងមានទឹកចិត្តល្អហើយមិនចេះរញ៉េរញ៉ៃនឹងអ្នកផ្សេងផ្ដេសផ្ដាស់តែតោះត្រង់ថាពេលនោះខ្ញុំមានសង្សារហើយសង្សារខ្ញុំក៏ត្រូវជាមិត្តភក្តិរបស់បងទៀតអញ្ចឹងទើបមិនអាចនិយាយប្រាប់បងបាន បើពិតជាអញ្ចឹងមែនតើពេលនេះបងអាចចូលទៅក្នុងបេះដូងរបស់អូនបានទេបងសន្យាថាបងនឹងមើលថែស្រឡាញ់អូនពេញមួយជីវិតរបស់បងមិនឲ្យអូនពិបាកចិត្តទេតែបើសិនជាអូនមិនព្រមពួកយើងអាចនៅមើលចិត្តគ្នាសិនក៏បាន ចូលបានដោយស្របច្បាប់មិនបាច់តែមើលចិត្តអីទេព្រោះខ្ញុំដឹងថាបងជាមនុស្សល្អអាចមើលថែអូនបានបងជាចាក់បង